នៅពីក្រោយភាពជោគជ័យរបស់រថយន្ត Bugatti មានអ្វីកើតឡើងខ្លះប្រសិនបើអ្នកចង់ដឹងអំពីក្រុមហ៊ុនផលិតរថយន្តអ្នកអាចមកស្គាល់ក្រុមហ៊ុនមួយឈ្មោះថាក្រុមហ៊ុន Bugatti ដែលបានទទួលជោគជ័យក្នុងការផលិតរថយន្តដ៏ទំនើបមួយលោក Carlo Bugatti គឺជាអ្នករចនាគ្រឿងអលង្ការនិងគ្រឿងសង្ហារិមមួយរូបលោកបានរៀបការជាមួយអ្នកស្រី Teresa Lurioli ហើយពួកគេបានបង្កើតនូវកូនចំនួន3នាក់ឈ្មោះថា Ettore Rembrandt និង Denise កូនប្រុសរបស់លោកមានឈ្មោះថា Rembrandt គឺជាអ្នកសិល្បៈដូចជាលោកដែរលោក Rembrandt គឺជាជាងគំនូរម្នាក់នៅក្នុងតំបន់ Jardin des Plantes ក្នុងទីក្រុងប៉ារីសនៅក្នុងសួនសត្វ Antwerp ជាមួយគ្នានោះបងប្រុសរបស់លោក Rembrandt ឈ្មោះថា Ettore ក៏ជាជាងគំនូរម្នាក់មួយរូបដែរលោកបានបោះបង់ចោលជំនាញសិល្បៈដោយលោកដឹងថាលោកមានទេពកោសល្យមិនបានពេញលេញដូចជាប្អូនប្រុសលោក Ettore Isadoro Bugatti កើតនៅក្នុងឆ្នាំ1881ឪពុករបស់លោកចង់ឲ្យលោកធ្វើតាមបំណងគ្រួសារដោយឲ្យលោករៀនក្នុងអាជីពសិល្បៈដូចជាវិចិត្រករអ្នករចនានិងជាជាងសង្ហារិមពេលនោះដើម្បីផ្គាប់ចិត្តឪពុករបស់លោក Ettore បានសម្រេចចិត្តចូលសិក្សាផ្នែកចម្លាក់នៅសាលាវិចិត្រសិល្បៈក្នុងទីក្រុងប្រេប៉ុន្តែលោកមិនបានចំណាយពេលយូរក្នុងការសិក្សានោះទេដោយសារតែលោកបានដឹងថាវាមិនមែនជាជំនាញដ៏ត្រឹមត្រូវដែលលោកត្រូវជ្រើសរើសនោះទេលោកធ្លាប់បាននិយាយថាសិល្បករមានពីរប្រភេទដែលមួយប្រភេទគឺពួកគេកាត់មកជាអ្នកសិល្បៈពីធម្មជាតិហើយមួយប្រភេទទៀតគឺត្រូវព្យាយាមបង្កើតសិល្បៈដោយខ្លួនឯងនៅពេលនោះហើយដែលពួកគេដឹងថាពួកគេនឹងគួរធ្វើអ្វីបន្តទៀតប្រសិនបើពួកគេនៅតែបន្តការស្រឡាញ់សិល្បៈពួកគេគួរតែជ្រើសរើសជំនាញផ្សេងវិញល្អជាងបន្ទាប់ពីលោកបញ្ចប់ការសិក្សាលោក Ettore បានបន្តការសិក្សានៅ Académie des Beaux-Arts de Brest ដែលជាកន្លែងលោកបានសិក្សាផ្នែកចម្លាក់ក្នុងរយៈពេលដ៏ខ្លីលោកបានចាប់អារម្មណ៍ទៅលើផ្នែកវិស្វកម្មវិញពេលនោះហើយដែលក្មេងប្រុស Ettore អាយុ14ឆ្នាំម្នាក់បានចាប់ផ្ដើមកែតម្រង់ម៉ូតូបុរាណកង់3ឡើងពេលនោះដែរលោកក៏បានរកឃើញថាលោកកំពុងទទួលបានជំនាញពិតប្រាកដមួយដែលដឹងពីសក្តានុពលរបស់លោកឪពុកលោកក៏សម្រេចចិត្តបណ្ដុះបណ្ដាលបន្តិចបន្តួចបន្ថែមទៀតនៅក្នុងឆ្នាំ1898ក្មេងជំទង់អាយុ17ឆ្នាំម្នាក់ចាប់ផ្ដើមចុះកម្មសិក្សានៅឯតំបន់ព្រេននេធីក្នុងប្រទេសទួរគីនៅក្រុមហ៊ុនមួយឈ្មោះថា Milanet ដែលជាក្រុមហ៊ុនផលិតម៉ូតូកង់3នៅទីនោះលោកបានផលិតម៉ូតូកង់3ដំបូងរបស់លោកដែលមានឈ្មោះថាប្រភេទទី1ដោយសារតែលោកបានធ្លាប់មានការអប់រំខាងផ្នែកវិស្វកម្មជាផ្លូវការពិតមែនតែការសិក្សាផ្នែកសិល្បៈលោកពីមុនក៏បណ្ដុះនូវវិធីច្នៃប្រឌិតខ្លះដើម្បីឲ្យលោកឆ្ពោះទៅកាន់ក្តីសម័យផងដែរមិនត្រឹមតែប៉ុណ្ណោះឪពុករបស់លោក Ettore ក៏បានជួយជំរុញនិងលើកទឹកចិត្តបន្ថែមតាមដែលអាចធ្វើទៅបានបន្ទាប់ពីលោកបង្កើតកង់3រួចមកមិនយូរប៉ុន្មានលោក Ettore បានបន្តបង្កើតរបស់កាន់តែធំជាងនេះទៀតគឺការរចនារថយន្តវាបានបង្កើតឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយពីឆ្នាំក្រោយមកលោកបានផលិតរថយន្តកង់4ដំបូងរបស់លោកដែលមានឈ្មោះថា Bugatti ប្រភេទទី2រថយន្តនេះអាចរត់បាន10គីឡូម៉ែត្រក្នុង1ម៉ោងហើយថែមទាំងទទួលបានពានរង្វាន់ជាច្រើនទៀតមិនតែប៉ុណ្ណោះលោកក៏បានចាប់អារម្មណ៍ទៅលើការផលិតរថយន្ត Baron Adrien de Drackhem មួយទៀតដែលគាត់សម្គាល់ឃើញពីទេពកោសល្យរបស់លោក Ettore ពួកគេក៏បានផ្ដល់ការងារឲ្យលោកធ្វើជាអ្នករចនារថយន្តនិងជាអ្នកអភិវឌ្ឍនៅរោងចក្រផលិតរថយន្តមួយឈ្មោះថា Laurent Electric ក្នុងទីក្រុងអេស៊ីហើយចាប់តាំងពីពេលនោះមកលោក Ettore ក៏នៅតែបន្តការងារនេះដោយឪពុកលោកជាអ្នកចុះហត្ថលេខាលើកិច្ចសន្យានេះនៅក្នុងឆ្នាំ1904លោក Ettore បានរចនានិងផលិតប្រភេទទី3ដល់ទី7រថយន្តនេះត្រូវបានគេហៅថា Dietrich Bugatti ប៉ុន្តែទោះបីជាគេលក់វាបានប្រហែល100គ្រឿងក៏ដោយក៏រថយន្ត Dietrich នេះត្រូវបានគេសម្រេចចិត្តបោះបង់ការផលិតចោលដើម្បីស្វែងរកឱកាសជាថ្មីលោក Ettore បានសហការជាមួយនឹងលោក Imaldis ហើយអ្នកទាំងពីរបានបង្កើតរោងចក្ររបស់ពួកគេមួយនៅជិតតំបន់ Strasbourg តែពីឆ្នាំក្រោយមកអ្នកទាំងពីរក៏បែកបាក់មិត្តភាពជាដៃគូហើយលោកក៏បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវមួយកន្លែងនៅតំបន់ Eckernförde ដែលទីនោះលោកបានសហការជាមួយក្រុមហ៊ុនរថយន្តអឺរ៉ុបមួយដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនចំហែអន្តរជាតិរបស់ប្រទេសអាល្លឺម៉ង់ឈ្មោះថា Deutzនៅពេលនោះពួកគេបានរួមគ្នាផលិតគំរូដើមជាច្រើនហើយក្រុមហ៊ុនដយពិតជាពេញចិត្តនឹងការងាររបស់លោក Ettore ខ្លាំងណាស់ដែលពួកគេបានតែងតាំងលោកជានាយក De Frey Précaution នៅក្នុងឆ្នាំបន្ទាប់លោក Ettore បានរចនាគំរូទី8និងទី9បន្ថែមទៀតប៉ុន្តែលោកបានកំណត់ថាវាជាគំរូមួយដែលផ្ដោតទៅលើរថយន្តប្រណាំងដែលមានទម្ងន់ស្រាលហើយក៏មិនលឿនពេកដែរនៅថ្ងៃមួយលោកបានបង្កើតយានជំនិះធុនធ្ងន់មួយគ្រឿងដែលមានម៉ាស៊ីនបរិមាណធំទៅឲ្យក្រុមហ៊ុន Deutzហើយនៅពេលយប់លោកក៏បានបង្កើតរថយន្តខ្នាតតូចមួយគ្រឿងទៀតនៅបន្ទប់ក្រោមដីរបស់លោកដែលជារថយន្តដំបូងគេមានឈ្មោះថា Bugatti ប្រភេទទី10
លោកអេធេរ៉េមានបំណងចាប់បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនលោកក៏បញ្ឈប់កិច្ចសន្យារបស់លោកជាមួយក្រុមហ៊ុនដោយនៅក្នុងឆ្នាំ1909លោកបានប្រមូលប្រាក់បំណាច់លោកទាំងអស់ហើយសម្រេចចិត្តជួលរោងចក្រមួយនៅក្នុងទីក្រុង Moosham ដើម្បីបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដែលមានឈ្មោះថាក្រុមហ៊ុនផលិតរថយន្ត Bugatti នៅពេលនោះដែរប្អូនប្រុសរបស់លោកឈ្មោះថា Rembrandt ក៏មានអាជីពល្អផ្ទាល់ខ្លួនមួយផងដែរនៅឯសួនសត្វ Antwerp ប៉ុន្តែនៅឆ្នាំ1914អ្វីៗបានផ្លាស់ប្ដូរបន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី1និងការឡោមព័ទ្ធដោយប្រទេសអាល្លឺម៉ង់សួនសត្វត្រូវបានបិទហើយសត្វជាទីស្រឡាញ់របស់លោក Rembrandt ជាច្រើនត្រូវបានសម្លាប់អស់ចាប់តាំងពីពេលនោះលោក Rembrandt បាក់ទឹកចិត្តយ៉ាងខ្លាំងហើយថែមទាំងគ្មានការងារធ្វើលោកក៏បានសម្លាប់ខ្លួននៅក្នុងឆ្នាំ1916ក្រោយមកដើម្បីស្ដារកិត្តិយសប្អូនប្រុសលោកដែលស្លាប់ទៅលោក Anthony ក៏បានបង្កើតស្នាដៃដ៏ល្អមួយគឺផលិតរថយន្តមានឈ្មោះថា Bugatti Royale ដែលជារថយន្តវែងជាងគេមិនធ្លាប់មានពីមុនមកនៅក្នុងរថយន្តនេះដែរគឺមានការតុបតែងយ៉ាងប្រណិតនិងបានជ្រើសសម្រិតសម្រាំងដាក់រូបចម្លាក់មួយដែលលោក Brem ស្រឡាញ់ជាងគេគឺសត្វដំរីមួយក្បាលយ៉ាងស្អាតនៅក្នុងនោះលោក Anthony មានសេចក្តីទុក្ខសោកយ៉ាងខ្លាំងក្នុងការបាត់បង់ប្អូនប្រុសតែវាមិនមែនជាសោកនាដកម្មចុងក្រោយដែលលោកត្រូវប្រឈមមុខនោះទេលោក Anthony និងប្រពន្ធដំបូងរបស់លោកបានបង្កើតកូនចំនួន4នាក់កូនស្រី2នាក់និងកូនប្រុស2នាក់កូនប្រុសច្បងលោក Anthony មានឈ្មោះថា Ginobert Tochenលោកនិងកូនប្រុសលោកមានភាពស្និទ្ធស្នាលយ៉ាងខ្លាំងដោយសារតែលោក Ginobert Tochen មានតួនាទីជាអ្នកជួយឪពុករបស់លោកក្នុងការរចនារថយន្ត Bugatti Royale និងប្រភេទរថយន្តទី57នៅក្នុងអំឡុងទសវត្សរ៍បន្ទាប់លោក Anthony បានផលិតរថយន្តដ៏អស្ចារ្យបំផុតជាច្រើនដែលនៅក្នុងនោះអាចនិយាយបានថាវាជាការធ្វើឡើងដែលបានលាយឡំបញ្ចូលគ្នាជាមួយនឹងផ្នែកសិល្បៈបន្តិចបន្តួចផងដែរលោក Anthony តែនិយាយថាគ្មានអ្វីដែលល្អឥតខ្ចោះនោះទេហើយក៏គ្មានអ្វីដែលថ្លៃពេកដែរនៅលើពិភពលោកយើងនេះហើយនេះប្រហែលជាលោកចង់មានន័យថាការបង្កើតឡើងដ៏ល្បីល្បាញបំផុតរបស់លោកគឺត្រឹមតែជារថយន្តប៉ុណ្ណោះប៉ុន្តែអ្នកដែលស័ក្តិសមក្នុងការបង្ហាញនោះគឺជាអ្នកស្រី Helen DeLong Goeke Ehelenai ដែលត្រូវបានគេហៅថាជាស្ដេចស្រី Bugatti អ្នកស្រីពិតជាបានលើកកម្ពស់នឹងកិត្តិនាមរបស់រថយន្ត Bugatti ពិតមែនគឺអ្នកស្រី Helen បានបង្កើតកំណត់ត្រាដ៏ល្អមួយដែលជាកំណត់ត្រារបស់ស្ត្រីដំបូងគេបង្អស់នៅឯទីក្រុង Monterrey ក្នុងតំបន់ Grand Prix ក្នុងឆ្នាំ1929រួចមកពេលនោះក្រុមហ៊ុន Bugatti បានផ្ញើសារទៅអ្នកស្រីដើម្បីសុំឲ្យអ្នកស្រីធ្វើជាអ្នកបើកបររថយន្តប្រណាំងឲ្យពួកគេអ្នកស្រីក៏បានទទួលយកសំណើនេះភ្លាមនោះអ្នកស្រីបានផ្ដល់ភាពរីករាយទៅឲ្យពួកគេវិញអ្នកស្រីបានឈ្នះជើងឯកតារាសម្ដែងប្រណាំងរថយន្ត Bugatti របស់ពួកគេនៅក្នុងឆ្នាំនោះដែរអ្នកស្រីបានត្រឡប់ទៅទីក្រុង Monterrey វិញដើម្បីប្រណាំងរថយន្ត Bugatti ម្ដងទៀតអ្នកស្រីបានបង្កើតកំណត់ត្រាល្បឿនថ្មីគឺ190គីឡូម៉ែត្រក្នុង1ម៉ោងហើយពី3ឆ្នាំបន្ទាប់មកកិត្តិនាមរបស់អ្នកស្រីបានសាយភាយទូទាំងពិភពលោកអ្នកស្រី Helen បានឈ្នះពានរង្វាន់ Grand Prix ម្ដងហើយម្ដងទៀតខណៈដែលវាគឺជាការប្រណាំងរថយន្តនារីដែលមិនធ្លាប់មានពីមុនមកអ្នកស្រីនៅតែឈរនៅចំណុចកណ្ដាលក្នុងការយកចិត្តទុកដាក់ជាញឹកញាប់ក្នុងនាមជាអ្នកឈ្នះពិតប្រាកដនេះគឺជាការផ្សព្វផ្សាយដ៏អស្ចារ្យមួយសម្រាប់ក្រុមហ៊ុន Bugatti បានក្លាយទៅជារថយន្តដែលទទួលជោគជ័យបំផុតរបស់ model ប្រណាំងរថយន្ត Mark Bugatti ហើយថែមទាំងទទួលបានជ័យជំនះក្នុងការប្រណាំងរាប់ពាន់ដងផងដែរប៉ុន្តែការច្នៃប្រឌិតរបស់លោក Anthony គឺមិនបានបញ្ឈប់ត្រឹមតែរថយន្តប្រណាំងមួយនោះទេលោកនៅតែមានបំណងប្រាថ្នាឥតឈប់ឈរក្នុងការកែលម្អខ្លួនឯងហើយនឹងធ្វើជាគំរូពិតប្រាកដមួយសម្រាប់អ្នកដទៃដែលនៅជុំវិញខ្លួនលោក Anthony តែងតែនិយាយថារស់នៅគឺដើម្បីផ្លាស់ប្ដូរហើយពេលនោះលោកក៏បានបង្កើតរោងចក្រផ្ទាល់ខ្លួនមួយលោក Anthony បានគិតទៀតថាសូម្បីតែរបស់ដែលដាក់លក់នៅលើទីផ្សារក៏មិនប្រកាសថាយើងអាចស្វែងរករបស់ដែលយើងពេញចិត្តដែរគឺដោយសារតែនៅថ្ងៃមួយក្នុងឆ្នាំ1927លោកចង់ទិញរថយន្តក្មេងលេងមួយគ្រឿងទៅឲ្យកូនប្រុសរបស់លោកឈ្មោះថា Roland តែគ្មានរបស់មួយណាដែលកូនលោកពេញចិត្តសោះដូច្នេះលោកក៏ចាប់ផ្ដើមបង្កើតរថយន្តក្មេងលេង Mark Bugatti ប្រភេទទី52ដែលខ្លួនឯងមួយទៀតលោក Anthony មិនប៉ិនប្រសប់ក្នុងការនិយាយទេដូច្នេះហើយដែលអាចធ្វើឲ្យលោកទទួលរងនឹងការបាក់ទឹកចិត្តដ៏ធំមួយនៅក្នុងសង្គ្រាមលោកលើកទី2នៅក្នុងឆ្នាំ1931លោក Anthony បានរចនានិងផលិតរថយន្ត Bugatti ដែលអាចជិះលើផ្លូវដែកបានចំនួន80គ្រឿងពួកគេបានជួយលោក Anthony ឲ្យចាក់ចេញពីជំងឺបាក់ទឹកចិត្តនិងជួយសង្គ្រោះក្រុមហ៊ុនលោកពីការខ្សែធនទោះយ៉ាងណាទីផ្សារចាប់ផ្ដើមធ្លាក់ចុះនៅក្នុងឆ្នាំ1936ដោយសារមានការធ្វើកតកម្មពីពួកថ្នាក់ជាតិមួយពេលនោះក្រុមហ៊ុនផលិត Molsem ត្រូវបានបិទនិងអ្នកដែលជំពាក់បំណុលទាំងអស់ត្រូវបានបញ្ជូនត្រឡប់ទៅទីក្រុងប៉ារីវិញដែលបន្សល់ទុកឲ្យកូនប្រុសលោកឈ្មោះចិនជាអ្នកមើលការខុសត្រូវក្រុមហ៊ុនជំនួសលោកមួយរយៈក្រោយមកអ្វីៗដំណើរការល្អប្រសើរជាងមុនប៉ុន្តែក្នុងឆ្នាំ1939សោកនាដកម្មកាត់ឡើងវិញម្ដងទៀតនៅក្នុងវ័យ30ឆ្នាំលោកចិនបានសាកល្បងជិះរថយន្តប្រភេទទី57របស់លោកក៏បានបុកជាមួយនឹងកង់មួយគ្រឿងឧបទ្ទវហេតុនេះបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរប៉ុន្តែបញ្ហានេះក៏បានដោះស្រាយរួចរាល់នៅពេលដែលសង្គ្រាមលោកលើកទី2បានចាប់ផ្ដើមឡើងពួកគេបានបញ្ចូលរោងចក្រផលិតរថយន្ត Bugatti ចូលគ្នាតែមួយនៅអំឡុងពេលសង្គ្រាមនោះលោក Anthony បានបន្តរចនារថយន្តថ្មីមួយប្រភេទទៀតហើយលោកថែមទាំងមានគម្រោងបើករោងចក្រថ្មីផងដែរប៉ុន្តែទោះបីជាលោកបានព្យាយាមស្ដារក្រុមហ៊ុនឲ្យល្អឡើងវិញបន្ទាប់ពីសង្គ្រាមក៏ដោយក៏គ្មានអ្វីទៅមុខដែរ
នៅក្នុងឆ្នាំ1944ប្រពន្ធរបស់លោកឈ្មោះថាអ្នកស្រីបាបារ៉ាបានស្លាប់ហើយពីឆ្នាំក្រោយមកក្នុងឆ្នាំ1942លោកក៏បានរៀបការម្ដងទៀតជាមួយនឹងគូស្នេហ៍ថ្មីរបស់លោកឈ្មោះថា Jane View ដែលនាងជាស្ត្រីមេម៉ាយមានកូនរួចទៅហើយបន្ទាប់ពីសង្គ្រាមកូនប្រុសរបស់លោកឈ្មោះថា Roland បានកាន់កាប់ក្រុមហ៊ុនរថយន្ត Bugatti ក៏ប៉ុន្តែរថយន្តដែលលោកបានផលិតឡើងវាមិនស័ក្តិសមជាមួយរថយន្តទំនើបចុងក្រោយទេមិនយូរប៉ុន្មានក្រុមហ៊ុនរបស់លោកក៏ជួបនឹងការខ្សែធនម្ដងទៀតទោះបីជាមានការជួយជ្រោមជ្រែងពីឪពុកលោកក៏ដោយនៅទីបំផុតក្នុងឆ្នាំ1947លោកអេថូរ៉េបានស្លាប់នៅក្នុងទីក្រុងប៉ារីសនៅមុនពេលលោកស្លាប់លោកអេថូរ៉េមានឈ្មោះនៅលើប៉ាតង់ប្រហែលជា1000ប៉ាតង់ហើយវាអាចនឹងចំណាយពេលជាង3ទសវត្សរ៍ទៀតទើបម៉ាករថយន្ត Bugatti អាចនឹងស្ដារឡើងវិញបានបន្ទាប់ពីលោកអេថូរ៉េបានស្លាប់ទៅអាជីវកម្មលោកបានធ្លាក់ចុះហើយក្រុមហ៊ុនក៏បានលក់ចេញផងដែរភាពឆ្លាតវៃដែលជាជំនាញពិតប្រាកដរបស់លោកអេថូរ៉េបានល្បីល្បាញទៅដល់សហគមន៍ទាំងមូលទាក់ទងទៅនឹងការច្នៃប្រឌិតរថយន្តពេលនេះដែរជាពេលដែលក្រុមហ៊ុនរថយន្តដទៃទៀតបានព្យាយាមបង្កើតឡើងដែរនៅក្នុងឆ្នាំ1987មានសហគ្រិនជនជាតិអ៊ីតាលីម្នាក់ឈ្មោះថា Romano Artioli និងអ្នកចែកចាយរថយន្តម្នាក់ទៀតបានមកទិញសិទ្ធិលើម៉ាកយីហោរបស់រថយន្ត Bugatti ហើយបានបង្កើតក្រុមហ៊ុន Bugatti សាថ្មីឡើងវិញនៅក្នុងតំបន់ Campogliano បន្ទាប់មកនៅចុងទសវត្សរ៍ទី90ក្រុមហ៊ុន Volkswagen បានទិញយកឈ្មោះក្រុមហ៊ុន Bugatti នៅក្នុងកិច្ចព្រមព្រៀងភាគហ៊ុនទាំងអស់ក្នុងតម្លៃ$50 លានហើយបានផ្លាស់ប្ដូរក្រុមហ៊ុនទៅនៅតំបន់ Molsheim វិញការដែលក្រុមហ៊ុន Volkswagen បានរំដោះក្រុមហ៊ុន Bugatti ចេញពីការខ្សែធនគឺដោយសារតែលោក Ferdinand Pai ដែលជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Volkswagen បានមើលឃើញយ៉ាងច្បាស់អំពីការធ្លាក់ចុះរបស់ក្រុមហ៊ុន Bugatti លោកទទួលកំណត់មួយនេះបន្ទាប់ពីកូនប្រុសលោកកាត់សរសើរទៅលើម៉ូដរបស់រថយន្ត Bugatti ដែលចតនៅហាងវត្ថុអនុស្សាវរីយ៍មួយកន្លែងពេលធ្វើដំណើរទេសចរណ៍នៅប្រទេសអេស្ប៉ាញថ្មីៗនេះក្រុមហ៊ុន Volkswagen ក៏បានទិញយកក្រុមហ៊ុនមួយផ្សេងទៀតឈ្មោះថា Rolls-Royce Lamborghiniពេលនេះពួកគេចង់អភិវឌ្ឍយានជំនិះដែលមានរូបរាងទាន់សម័យនិងមានផាសុកភាពហើយមានកម្លាំងគ្រប់គ្រាន់ដែលអាចបើកបរក្នុងល្បឿនលឿនជាង400គីឡូម៉ែត្រក្នុង1ម៉ោងដើម្បីធ្វើដំណើរទៅទស្សនាល្ខោនអូពេរ៉ានៅក្នុងឆ្នាំ2005រថយន្តម៉ាក Bugatti Veyron ក៏ត្រូវបានគេផលិតចេញជារូបរាងឡើងវាមានលក្ខណៈជារថយន្តស្ពតដ៏ទំនើបមួយដែលមានតម្លៃជាង$1 លានយោងទៅតាមអតីតប្រធានក្រុមហ៊ុន Bugatti ម្នាក់ឈ្មោះថា Wolfgang Schemmerបានដឹងថាវាជារថយន្តមួយប្រភេទដែលប្រើរយៈពេលផលិតលឿនជាងគេដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្ររថយន្តហើយបានឈានដល់ចំណុចកំពូលលើពិភពលោកសប្តាហ៍នេះមនុស្សជាច្រើនមានការពេញចិត្តជាខ្លាំងជាមួយនឹងរថយន្តម៉ាក Bugatti ដ៏ទំនើបដែលមានតម្លៃថ្លៃមួយនេះហើយវាបានធ្វើឲ្យតម្លៃកាន់តែឡើងខ្ពស់ហួសហេតុដែលធ្វើឲ្យតារាល្បីមួយចំនួនរួមមានដូចជា Cristiano Ronaldo និង Gianluca Bugatti បានចំណាយលុយជាច្រើនទៅលើរថយន្តមួយប្រភេទនេះលោកផៃបានទទួលមរណភាពនៅក្នុងឆ្នាំ2019នៅពេលនោះក្រុមហ៊ុន Volkswagen បានសម្រេចចិត្តលក់ក្រុមហ៊ុន Bugatti បន្តទៅឲ្យក្រុមហ៊ុន Croatian EV Rimac ថ្មីត្បិតតែរថយន្ត Bugatti ទាំងអស់នេះកាត់ចេញពីគំរូច្នៃប្រឌិតរបស់លោក Rembrandt ក៏ដោយក៏រថយន្តទាំងនេះនៅតែទទួលបានការស្រឡាញ់ដែលកាត់ចេញពីសិល្បៈនិងបានផ្សារភ្ជាប់ជាមួយនឹងភាពអស្ចារ្យជារៀងរហូតមកហើយមកទល់ពេលនេះដែរក្នុងឆ្នាំ2019ពួកគេអាចនឹងធ្វើឲ្យអ្នកគ្រប់គ្នាចងចាំថាពួកគេបានកំពុងតែបង្កើតរថយន្តដ៏ថ្លៃបំផុតរបស់ពិភពលោកមួយគ្រឿងទៀតគឺរថយន្ត Voyager Noir ប្រធានក្រុមហ៊ុន Bugatti ម្នាក់ឈ្មោះ Stephen Winkelmann បាននិយាយថារថយន្តនេះបានរួមបញ្ចូលគ្នានូវសោភ័ណភាពបច្ចេកវិទ្យានិងប្រណិតភាពដ៏អស្ចារ្យហើយវាបានលក់ចេញយ៉ាងលឿនទៅឲ្យអ្នកទិញដែលមិនបានបញ្ចេញឈ្មោះក្នុងតម្លៃ$18 លានអ្វីដែលខ្ញុំបានដឹងនៅពេលនេះគឺខ្ញុំពិតជាមានមោទនភាពចំពោះលោកអេថូរ៉េខ្លាំងណាស់